ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាអ្នកឈ្នះតែងប្រទេសនៅពីអ្នកចាញ់រមែងដេកជាទុកឯអ្នកដែលស្ងប់រងាប់បានលះបង់នៅការឈ្នះចាញ់ចោលហើយរមែងនៅជាសុខគ្រប់អរិយាបថទាំង4កូនហើយបើអ្នកណាមកធ្វើឲ្យកូនខឹងក្រោធកូនអាចចោលបានក៏ចោលទៅឲ្យអភ័យបានក៏ឲ្យអភ័យទៅចិត្តកូននឹងបានសុបាយមិនខូចសុខភាពរបស់ចិត្តឡើយការគិតទៅពីរឿងសងសឹកគ្រាន់តែដើម្បីឲ្យអស់គំនុំដើម្បីឲ្យសមចិត្តនោះពេលខ្លះអាចឲ្យសមចិត្តនិងសុបាយចិត្តបានខ្លះប៉ុន្តែបានត្រឹមតែមួយពេលមួយរយៈតែប៉ុណ្ណោះពីព្រោះផលនៃការសងសឹកបាននោះនៅមានទៀតតែលើក្រោយនេះកាចសាហាវណាស់វាតាមមកឲ្យយើងមានទុកខ្លាំងក្លាអាចរហូតអស់មួយជីវិតក៏បានដូចជាសងសឹកហើយត្រូវរត់គេចមិនអាចរស់នៅក្នុងកន្លែងដើមបានសងសឹកឲ្យខ្លួនឯងត្រូវទៅដេកក្នុងគុក10ឆ្នាំ20ឆ្នាំឬរហូតអស់មួយជីវិតដូច្នេះមិនប្រសើរឡើយហើយត្រូវជាប់បាបកម្មពីវេរេនឹងគ្នាទៅជាតិក្រោយទៀតការដែលនឹងពន្លត់ភ្លើងគំនុំបាននោះនៅត្រង់ការឲ្យអភ័យនិងនៅត្រង់ការមិនចងពៀមិនមែននៅត្រង់ការចងពៀនោះទេព្រោះពៀវេរាត្រូវស្ងប់ដោយការមិនចងពៀជាពិតប្រាកដបើភ្លើងគំនុំនៅមិនទាន់រលត់ទេគឺមិនអាចរកសេចក្តីសុខស្ងប់ក្នុងជីវិតបានឡើយ